ង្កេតការណ៍អាស៊ានចុះពិនិត្យតំបន់អានសេះដែលរងការវាយប្រហារដោយថៃកាលពីម្សិលមិញក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ដឹកនាំដោយប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃទី28ខែកញ្ញានេះបានចុះពិនិត្យនៅតំបន់អានសេះក្នុងស្រុកជាំខ្សាន្តខេត្តព្រះវិហាររបស់កម្ពុជាក្រោយពីភាគីថៃរំលោភលើបទឈប់បាញ់ដោយបានបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាកាលពីម្សិលមិញនាថ្ងៃទី27ខែកញ្ញាឆ្នាំ2025នៅវេលាម៉ោង 11:52 នាទីថៃបានបើកការវាយប្រហារមុនមកលើដែនអធិបតេយ្យកម្ពុជាតាមរយៈការបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះខេត្តព្រះវិហាររហូតដល់ម៉ោង 12:46 នាទីរសៀលមានចំនួន2លើកបើតាមក្រសួងការពារជាតិកម្ពុជាលើកទី1ភាគីថៃចាប់បាញ់ប្រហារនៅម៉ោង 11:52 នាទីដល់ម៉ោង 12:22 នាទីនិងលើកទី2ចាប់បាញ់ប្រហារនៅម៉ោង 12:25 នាទីដល់ម៉ោង 12:46 នាទីប៉ុន្តែក្នុងហេតុការណ៍ដែលយោធាថៃបានបង្កឡើងនេះកងកម្លាំងកម្ពុជាមិនបានតបតឡើយគឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់មួយថ្ងៃក្រោយហេតុការណ៍ផ្ទុះអាវុធនេះគឺនៅព្រឹកថ្ងៃអាទិត្យនេះក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាក្រុមអ្នកសង្កេតការណ៍អន្តរការ IOT ចុះពិនិត្យទីតាំងជាក់ស្ដែងដែលរងផលប៉ះពាល់ពីការវាយប្រហារដោយយោធាថៃនេះដើម្បីធ្វើការសង្កេតផ្ទៀងផ្ទាត់និងរាយការណ៍ចំពោះបញ្ហាចំនួនព្រំដែនដែលកំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជានេះពិសេសការបង្កហេតុនិងបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯងនិងហេតុការណ៍នៅថ្ងៃទី27ខែកញ្ញាដែលថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងលើប្រទេសខណៈភាគីថៃបែរជាមកចោទកម្ពុជាថាបានផ្ទុះអាវុធទៅវិញអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រីឧត្តមសេនីយ៍ម៉ាលីសូជីតាបានលើកឡើងថាសកម្មភាពទាំងអស់នេះអាចប៉ះពាល់ដល់ការគោរពនិងអនុវត្តបទឈប់បាញ់ព្រមទាំងធ្វើឲ្យស្ថានភាពរឹតតែតានតឹងនិងស្មុគស្មាញក្នុងន័យនេះកម្ពុជាស្នើឲ្យភាគីទាំងពីរអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ចូលរួមពិនិត្យនិងធ្វើកសលវិច័យទៅលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជាឲ្យបានហ្មត់ចត់បំផុតសម្ដៅផ្ដល់នូវព័ត៌មានពិតសុចរិតភាពគណនេយ្យភាពតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវដល់ភាគីទាំងពីរផងនិងដល់សាធារណជនជាតិនិងអន្តរជាតិផង។